គ្រួសារខ្ញុំធ្លាប់បងប្អូនគ្នាធ្វើក្រុមហ៊ុនបែបគ្រួសារបែបចាយហៀអីចឹងណាក្រុមហ៊ុនបែបអញ្ចឹងអ្នកទាំងអស់គ្នាគាត់អត់ដែលខ្វល់ពីអារម្មណ៍របស់យើងទេគាត់គិតតែ profit គឺជាប្រាក់ខែរាប់ពាន់ក៏ដោយអ្នកខ្លះដោយសារតែការធ្វើការនៅកន្លែងហ្នឹងវា toxic ពេកវា bad environment ពេកទៅទោះបីជាប្រាក់ខែច្រើនក៏យើងចង់បានដែរទោះបីជាប្រាក់ខែយើងគិតថាច្រើនមែនតើអាហ្នឹងដោយសារតែវាពិបាកក្នុងការទទួលយកគេគិតថាអាហ្នឹងឯង profit ចូលក្រុមហ៊ុនរបស់គេណាអញ្ចឹងទោះបីអ្វីដែលផ្សេងក៏គាត់គិតថាសុខភាពផ្លូវចិត្តយើងមិនអីមិនដែរដោយសារតែហើយខ្ញុំគិតថាអា topic ហ្នឹងវាសំខាន់មែនតើវាធ្វើឲ្យម្នាក់ហ្នឹងអាចបោះបង់ចោលការងារទៀតដោយសារតែសុខភាពផ្លូវចិត្តនឹងវាសំខាន់មែនតើព្រោះមិនបានខ្ញុំនិយាយចឹងអត់អ្នកនរគ្នាព្រោះពេលខ្លះទោះបីជាប្រាក់ខែរាប់ពាន់ក៏ដោយអ្នកខ្លះដោយសារតែការធ្វើការនៅកន្លែងហ្នឹងវា toxic ពេកវា bad environment ពេកទៅទោះបីជាប្រាក់ខែច្រើនក៏យើងចង់បានដែរទោះបីជាប្រាក់ខែយើងគិតថាច្រើនមែនតើអាហ្នឹងដោយសារតែវាពិបាកក្នុងការទទួលយកស្រុកចិត្តខ្លួនឯងរំដោះខ្លួនតិចដងចេញពីកន្លែងហ្នឹងខ្ញុំធ្លាប់ជួបខ្លួនឯងក៏ធ្លាប់ជួបមិត្តភ័ក្តិក៏ធ្លាប់ជួបនៅចំណុចទៅនឹងmental health របស់យើងដោយសារតែ culture របស់ក្រុមហ៊ុនអ្នកទាំងអស់គ្នា culture របស់ក្រុមហ៊ុនគាត់បង្កើតឡើងឲ្យមានលក្ខណៈបែបជា toxic បែបលក្ខណៈអញ្ញៃក្នុងក្រុមហ៊ុនធ្វើឲ្យក្រុមហ៊ុនមានលក្ខណៈដូចជាមិនមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ